នោះបងប្អូនអើយគ្មានភាគីណាមួយចេញមុខទទួលខុសត្រូវចំពោះការវាយប្រហារលើរោងចក្រចម្រាញ់ទឹកប្រៃនៅគួយវ៉ែតនោះទេក្រោយមានសេចក្តីរាយការណ៍ថាអេរ៉ង់បានបើកការវាយប្រហារលើរោងចក្រចម្រាញ់ទឹកប្រៃដែលហៅថាជារោងចក្រផលិតទឹកសុទ្ធនៅប្រទេសគួយវ៉ែតឥឡូវនេះអេរ៉ង់បានចេញមុខបដិសេធមិនទទួលស្គាល់ចំពោះការវាយប្រហារនេះដោយអេរ៉ង់ថែមទាំងបានចោទប្រកាន់ទៅលើអ៊ីស្រាអែលថាជាអ្នកវាយប្រហារទៅលើរោងចក្រផលិតទឹកស្អាតនៅគួយវ៉ែតរួចទម្លាក់កំហុសលើខ្លួនទៀតផងទោះជាមានការអះអាងពីសំណាក់អ៊ីរ៉ង់បែបនេះក្តីប៉ុន្តែពុំទាន់មានការបញ្ជាក់ពីសំណាក់អ៊ីស្រាអែលនៅឡើយទេពាក់ព័ន្ធនឹងការវាយប្រហារលើរោងចក្រចម្រោះទឹកប្រៃនៅប្រទេសគួយវ៉ែតបណ្ដាឲ្យស្លាប់កម្មករឥណ្ឌាម្នាក់បើមួយថាអត់ពីរថាអត់ហេតុអ្វីក៏រោងចក្រចម្រាញ់ទឹកប្រៃនៅគួយវ៉ែតរងការវាយប្រហារឆេះយ៉ាងសន្ធោសន្ធៅខូចខាតធ្ងន់ធ្ងរលែងដំណើរការហើយថែមទាំងបានសម្លាប់កម្មករឥណ្ឌាម្នាក់ទៀតផងសារព័ត៌មានឥណ្ឌាបានរាយការណ៍ថាសង្គ្រាមរយៈពេល1ខែនេះបានសម្លាប់ជនជាតិឥណ្ឌាប្រមាណជាជិត10នាក់ហើយទាក់ទិននឹងករណីនេះយោធាអ៊ីរ៉ង់នៅយប់ថ្ងៃទី30ខែមីនាឆ្នាំ2026បានចោទប្រកាន់អ៊ីស្រាអែលថាបានធ្វើការវាយប្រហារលើរោងចក្រចម្រាញ់ទឹកប្រៃនៅក្នុងប្រទេសគួយវ៉ែតនិងបានចាត់ទុកថានេះជាអំពើឃោរឃៅអមនុស្សធម៌យោធាអ៊ីរ៉ង់បន្តថាការវាយប្រហាររោងចក្រទឹកសុទ្ធនៅប្រទេសគួយវ៉ែតជាអំពើឈ្លានពានដ៏ឃោរឃៅពីសំណាក់អ៊ីស្រាអែលរួចទម្លាក់កំហុសមកលើអ៊ីរ៉ង់នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Royal News នៅថ្ងៃទី31ខែមីនាឆ្នាំ2026បងប្អូនដោយដើមរាំងបាននិយាយនៅក្នុងវីដេអូមុនអញ្ចឹងប្រសិនបើអត់សាំងអត់ប្រេងអត់ភ្លើងប្រើប្រាស់ស្អត់អាហារគឺមនុស្សអាចរស់បានយូរបន្តិចប្រសិនបើអត់ទឹកទទួលទានវិញគឺការរស់នៅរបស់មនុស្សយើងគឺខ្លីបំផុតហើយខណៈដែលនៅអឺរ៉ុបក៏ដូចជានៅមជ្ឈិមបូព៌ាគឺពុំមានទឹកសាបធម្មជាតិដូចយើងនោះទេពលគឺគេមានរោងចក្រចម្រាញ់ទឹកសមុទ្រដែលជាទឹកប្រៃឲ្យคล้ายជាទឹកសាបសម្រាប់ប្រើប្រាស់និងទទួលទានប្រចាំថ្ងៃចុះបើសង្គ្រាមមួយនេះនៅតែកំណត់គោលដៅលើរោងចក្រចម្រាញ់ទឹកប្រៃបែបនេះសួរថាតើនឹងមានរឿងអ្វីកើតឡើងអាចថាជំហានដំបូងធ្វើឲ្យទឹកសាបឡើងថ្លៃខ្ពស់បន្ទាប់ពីឡើងថ្លៃខ្ពស់នឹងមានទទួលទានព្រោះរោងចក្រផលិតទឹកសុទ្ធត្រូវបានកំទេចជាបន្តបន្ទាប់យ៉ាងណានេះគ្រាន់តែជាការគិតទុកមុនប៉ុណ្ណោះហើយសង្ឃឹមថារឿងនឹងមិនកើតឡើងទៅចុះតែកតិនរឿងនេះអាជ្ញាធរអាកាសចរស៊ីវិលរបស់រដ្ឋគួយវ៉ែតបាននិយាយកាលពីថ្ងៃទី30ខែមីនាឆ្នាំ2026ថាដ្រូនរបស់អ៊ីរ៉ង់បានវាយប្រហារឃ្លាំងស្តុបប្រេងរបស់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិគួយវ៉ែតដែលបណ្ដាលឲ្យឆេះយ៉ាងសន្ធោសន្ធៅតែម្ដងជាមួយគ្នានេះក្រសួងអគ្គិសនីគួយវ៉ែតក៏បាននិយាយនៅថ្ងៃច័ន្ទដែលថាអ៊ីរ៉ង់បានបើកការវាយប្រហារបំផ្លាញរោងចក្រថាមពលនិងរោងចក្រចម្រាញ់ទឹកប្រៃនៅប្រទេសគួយវ៉ែតដោយបានសម្លាប់កម្មករឥណ្ឌាម្នាក់ផងដែរបងប្អូននេះជាសម្ដីរបស់ម្ចាស់ប្រទេសដែលរងគ្រោះពុំមែនជាការចោទប្រកាន់របស់អ៊ីស្រាអែលនោះទេហេតុនេះបងប្អូនអាចធ្វើការពិចារណាតាមការគួរទៅចោះជំវិញករណីវាយប្រហាររោងចក្រទឹកប្រៃនៅប្រទេសគួយវ៉ែតក្រោយមានការវាយប្រហារជាបន្តបន្ទាប់នៅតំបន់មជ្ឈិមបូព៌ាបែបនេះរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់នៅថ្ងៃទី30ខែមីនាឆ្នាំ2026បានជំរុញឲ្យអារ៉ាប៊ីសាអូឌីតបណ្ដេញកងកម្លាំងសហរដ្ឋអាមេរិកចេញពីទឹកដីរបស់អារ៉ាប៊ីសាអូឌីតដោយបញ្ជាក់ជាថ្មីថាការវាយប្រហាររបស់អ៊ីរ៉ង់ក្នុងតំបន់នេះគ្រាន់តែផ្ដោតលើសត្រូវរបស់ខ្លួនប៉ុណ្ណោះរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បាននិយាយនៅលើប្រព័ន្ធ X ថាអ៊ីរ៉ង់គោរពព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតហើយចាត់ទុកជាប្រទេសបងប្អូនទៀតផងប្រតិបត្តិការរបស់យើងគឺសំដៅលើពួកឈ្លានពាននិងសត្រូវដែលមិនគោរពជនជាតិអារ៉ាប់ឬអ៊ីរ៉ង់ហើយមិនអាចផ្ដល់សន្តិសុខណាមួយបានឡើយនឹងដល់ពេលហើយដែលត្រូវបណ្ដេញកងកម្លាំងសហរដ្ឋអាមេរិកចេញពីប្រទេសអារ៉ាប៊ីសាអូឌីតជាមួយគ្នានេះសារព័ត៌មាន Anadolu Agency នៅថ្ងៃទី30ខែមីនាឆ្នាំ2026បានរាយការណ៍ថាការវាយប្រហាររបស់អ៊ីរ៉ង់ចាប់តាំងពីថ្ងៃទី28ខែកុម្ភៈឆ្នាំ2026រហូតដល់ពេលនេះមានចំនួន5471លើកហើយសម្ដៅលើមូលដ្ឋានអាមេរិកនិងទីតាំងសំខាន់ក្នុងប្រទេសអារ៉ាប់ចំនួន7កាលពីចុងសប្តាហ៍មុនអ៊ីរ៉ង់បានវាយប្រហារបំផ្លាញយន្តហោះចារកម្ម E3 របស់សហរដ្ឋអាមេរិកដែលមានតម្លៃ$270លាននៅមូលដ្ឋានអារ៉ាប៊ីសាអូឌីតការបំផ្លាញយន្តហោះយុទ្ធសាស្ត្រតម្លៃ$270លានជាការវាយប្រហារយ៉ាងធ្ងន់ធ្ងរដល់សមត្ថភាពរបស់អាមេរិកក្នុងសមរភូមិជាក់ស្ដែងនៅមជ្ឈិមបូព៌ាខណៈដែលកងទ័ពអាមេរិកមានយន្តហោះ E3 ត្រឹមតែ16គ្រឿងប៉ុណ្ណោះហើយ
ហើយរហូតមកទល់នឹងពេលនេះទីបញ្ជាការកណ្ដាលសហរដ្ឋអាមេរិកនៅពុំទាន់ធ្វើការអធិប្បាយនៅឡើយទេជំវិញការវាយប្រហារបំផ្លាញយន្តហោះ E3 តម្លៃ$270 លានរបស់សហរដ្ឋអាមេរិកក្នុងនោះផងដែរទាហានអាមេរិកចំនួន12នាក់ក៏បានរងរបួសផងដែរស្របពេលដែលអ៊ីរ៉ង់ជំរុញឲ្យអារ៉ាប៊ីសាអូឌីតបណ្ដេញកងកម្លាំងសហរដ្ឋអាមេរិកចេញពីប្រទេសបែបនេះត្រាប់តែអារ៉ាប៊ីសាអូឌីតមិនត្រឹមតែមិនបណ្ដេញកងកម្លាំងសហរដ្ឋចេញពីប្រទេសខ្លួនប៉ុណ្ណោះទេដោយអារ៉ាប៊ីសាអូឌីតរួមនឹងសម្ព័ន្ធមិត្តថែមទាំងជំរុញឲ្យប្រធានាធិបតីដូណាល់ត្រាំធ្វើការវាយប្រហារឲ្យខ្លាំងបន្ថែមទៀតទៅកាន់អ៊ីរ៉ង់នេះបើយោងតាមសារព័ត៌មាន AP នៅថ្ងៃទី31 ខែមីនាឆ្នាំ2026សម្ព័ន្ធមិត្តឈូងសមុទ្ររបស់សហរដ្ឋអាមេរិកដឹកនាំដោយអារ៉ាប៊ីសាអូឌីតនិងអារ៉ាប់រួមកំពុងជំរុញឲ្យលោកត្រាំបន្តធ្វើសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ដោយអះអាងថាទីក្រុងតេអ៊ីរ៉ង់មិនទាន់ចុះខ្សោយគ្រប់គ្រាន់នោះទេបើទោះបីជារងការទម្លាក់គ្រាប់បែកអស់រយៈពេល1ខែហើយក្តីសម្ព័ន្ធមិត្តក្នុងតំបន់មួយចំនួនកំពុងប្តឹងទៅសេតវិមានថាពេលនេះជាឱកាសប្រវត្តិសាស្ត្រដើម្បីបំផ្លាញការគ្រប់គ្រងទីក្រុងតេអ៊ីរ៉ង់ជារៀងរហូតមន្ត្រីមកពីអារ៉ាប៊ីសាអូឌីតអារ៉ាប់រួមគួយវ៉ែតបារ៉ែនបានបង្ហាញក្នុងការសន្ទនាជាលក្ខណៈឯកជនថាពួកគេមិនចង់ឃើញប្រតិបត្តិការយោធារបស់អាមេរិកត្រូវបញ្ចប់នៅពេលនេះនោះទេពោលគឺប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកគួរតែបញ្ចប់នៅពេលសម្រេចបានការផ្លាស់ប្ដូររបបគួរឲ្យកត់សម្គាល់នៅក្នុងថ្នាក់ដឹកនាំអ៊ីរ៉ង់ឬមានការផ្លាស់ប្ដូរយ៉ាងខ្លាំងនៅក្នុងអិរិយាបថរបស់អ៊ីរ៉ង់និយាយឲ្យចំអារ៉ាប៊ីសាអូឌីតនិងសម្ព័ន្ធមិត្តចង់ខ្ចីដៃអាមេរិកឲ្យបំបាក់កងកម្លាំងយោធារបស់អ៊ីរ៉ង់តែម្ដងបងប្អូនយើងដឹងទេថាមហិច្ឆតារបស់អ៊ីរ៉ង់គឺចង់បង្កើតឥទ្ធិពលយោធានៅមជ្ឈមបូព៌ាដោយធ្វើការគ្រប់គ្រងទាំងហិរញ្ញវត្ថុនិងសភាវុធដល់ក្រុមឧទាមនិងក្រុមសកម្មប្រយុទ្ធជាច្រើនប្រទេសដូចជាក្រុមហាម៉ាស់ប៉ាឡេស្ទីនក្រុមហូធីយេម៉ែនក្រុមហេសបូឡាលីបង់រួមនឹងក្រុមសកម្មប្រយុទ្ធផ្សេងៗទៀតជាក់ស្ដែងនៅពេលសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបើកការវាយប្រហារលើអ៊ីរ៉ង់ឃើញថាក្រុមសកម្មប្រយុទ្ធទាំងនោះបានចេញមកជួយអ៊ីរ៉ង់ជាបន្តបន្ទាប់ដោយការគ្រោងទុកប្រកាសមែនទាំងនេះជាយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់ដែលរៀបចំទុកមុនដោយពួកគេធ្វើការវាយប្រហារទៅលើអ៊ីស្រាអែលដើម្បីបំបែកកម្លាំងអ៊ីស្រាអែលក្នុងនោះគ្រាន់តែអាមេរិកនិងអ៊ីស្រាអែលវាយប្រហារសម្រាប់លោកអាយ៉ាតូឡាខាមេនីមេដឹកនាំកម្ពុជារបស់អ៊ីរ៉ង់ភ្លាមស្រាប់តែក្រុមសកម្មប្រយុទ្ធហេសបូឡាលីបង់ចេញមកសងសឹកដោយបើកការវាយប្រហារលើប្រទេសអ៊ីស្រាអែលនិងជាប់ដៃប្រយុទ្ធគ្នារហូតបច្ចុប្បន្នបណ្ដាលឲ្យអ៊ីស្រាអែលបើកការវាយប្រហារលើប្រទេសលីបង់សម្ដៅលើទីតាំងក្រុមហេសបូឡាស្លាប់ជាង 1000 នាក់ហើយទាហានអ៊ីស្រាអែលស្លាប់ 4 នាក់ផងដែរនៅភាគខាងត្បូងលីបង់បាទបងប្អូនបើក្រឡេកមកមើលប្រទេសអ៊ីរ៉ង់វិញទាំងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានអះអាងពីការទម្លាក់គ្រាប់បែកលើទីតាំងស្តុបអ៊ុយរ៉ាញ៉ូមដ៏ធំនៅទីក្រុងអ៊ីស្វាហានរបស់អ៊ីរ៉ង់កាលពីយប់ថ្ងៃទី30ខែមីនាឆ្នាំ2026និងបានវាយប្រហារបំផ្លាញទីតាំងឃ្លាំងស្តុបអាវុធដ៏ធំរបស់អ៊ីរ៉ង់ឆេះយ៉ាងសន្ធោសន្ធៅផងដែរលោកប្រធានាធិបតីដូណាល់ត្រាំបានចែករំលែកវីដេអូអំពីការផ្ទុះដ៏ធំនៅទីក្រុងអ៊ីស្វាហានហើយលោកត្រាំសន្មតថាកន្លែងដែលវាយប្រហារនេះជាឃ្លាំងស្តុបអ៊ុយរ៉ាញ៉ូមចម្រាញ់ 60% របស់អ៊ីរ៉ង់លោកត្រាំនៅពេលថ្មីនេះបានបន្តប្រកាសពីកិច្ចចរចាកំពុងរីកចម្រើនជាមួយអ៊ីរ៉ង់ផងនិងប្រកាសចង់គ្រប់គ្រងប្រេងរបស់អ៊ីរ៉ង់ផងស្របពេលដែលអាមេរិកបញ្ជូនទ័ពរាប់ពាន់នាក់ទៅកាន់មជ្ឈមបូព៌ាដើម្បីគ្រងនឹងវាយលុកថ្មើរជើងយកកោះខារបស់អ៊ីរ៉ង់និងគ្រប់គ្រងច្រកសមុទ្រហូម៉ូសទោះបីជាសហរដ្ឋអាមេរិកត្រៀមកម្លាំងស្មើជើងដើម្បីវាយយកកោះខានិងច្រកសមុទ្រហូម៉ូសបែបនេះក្តីប៉ុន្តែជាមួយគ្នានោះអ៊ីរ៉ង់កំពុងត្រៀមអន្ទាក់យុទ្ធសាស្ត្រនិងប្រកាសត្រៀមកម្លាំងទ័ពចំនួន1 លាននាក់ដើម្បីចាំប្រយុទ្ធឆ្មើរជើងជាមួយសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងសង្គ្រាមនេះដែរនៅពេលនេះកងទ័ពអាកាសរបស់អង់គ្លេសកំពុងឈរជើងនៅមជ្ឈមបូព៌ាហើយដោយថែមទាំងបានបាញ់ទម្លាក់ដ្រូនរបស់អ៊ីរ៉ង់អស់ជាច្រើនគ្រឿងផងដែរខណៈដែលដ្រូនទាំងនោះព្យាយាមវាយប្រហារលើតំបន់ឈូងសមុទ្រក្រសួងការពារជាតិអង់គ្លេសបាននិយាយកាលពីថ្ងៃ30ខែមីនាឆ្នាំ2026ថាយន្តហោះចម្បាំងរបស់ខ្លួនកំពុងបំពេញប្រតិបត្តិការនៅតំបន់ឈូងសមុទ្រដែលជាតំបន់មានការគំរាមកំហែងនិងបានបាញ់ទម្លាក់យន្តហោះដ្រូន
នរបស់អ៊ីរ៉ង់ជាច្រើនគ្រឿងដោយជោគជ័យនេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Anadolu Agency ក្រសួងរបស់អង់គ្លេសបាននិយាយទៀតថាយន្តហោះដ្រូនទាំងនោះត្រូវបានបំផ្លាញដោយយន្តហោះចម្បាំងរបស់កងសេនាធំ RAF ហើយនៅពេលនេះយន្តហោះចម្បាំងរបស់ចក្រភពអង់គ្លេសនិងយន្តហោះចម្បាំង S-35 រួមនឹងឧទ្ធម្ភាគសជ្ជៈផងនោះបាននឹងកំពុងបំពេញបេសកកម្មការពារលើប្រទេសស៊ីប សូកដានី បារ៉ែន កាតា និងអារ៉ាប់រួមក្រសួងបានកត់សម្គាល់ថាអ្នកបើកយន្តហោះនិងនាវិករបស់ចក្រភពអង់គ្លេសឥឡូវនេះបានហោះហើរប្រមាណជា 1200 ម៉ោងហើយក្នុងអំឡុងពេលបំពេញប្រតិបត្តិការពីការគំរាមកំហែងរបស់ដ្រូននិងមីស៊ីលអ៊ីរ៉ង់ថ្មីនេះផងដែរអង់គ្លេសក៏បានប្រកាសពីការបញ្ជូននាវាមកជួយដោះមីននៅច្រកសមុទ្រ Hormuz អមដោយសម្ភារៈយុទ្ធសាស្ត្រស្វ័យប្រវត្តិដែលអាចរកឃើញមីននៅក្រោមទឹកនិងអាចដោះមីននៅក្នុងទឹកដោយមានប្រសិទ្ធភាពទៀតផងបើទោះបីជាអ៊ីរ៉ង់បដិញ្ញាបិទច្រកសមុទ្រ Hormuz ដោយថែមទាំងបង្កើតច្បាប់ថ្មីក្នុងការរឹតបន្តឹងច្រកសមុទ្រ Hormuz ដើម្បីដំឡើងថ្លៃប្រេងពិភពលោកក្នុងបំណងឲ្យពិភពលោកថ្កោលទោសអាមេរិកនិងដាក់សម្ពាធលើអាមេរិកបន្ថែមពីនេះអ៊ីរ៉ង់ក៏បានហួសចិត្តនឹងពិភពលោកទៀតផងដែលឃើញសហរដ្ឋអាមេរិកវាយប្រហារលើអ៊ីរ៉ង់ហើយបែរជាពុំមានការថ្កោលទោសលើសហរដ្ឋអាមេរិកអ៊ីរ៉ង់បានប្រកាសប្រាប់ពិភពលោកថាមិនយុត្តិធម៌ទេសម្រាប់ប្រទេសខ្លួនបាទបងប្អូនសង្គ្រាមនៅមជ្ឈមបូព៌ាមានរយៈពេល1ខែហើយខណៈដែលប្រទេសអ៊ីរ៉ង់ស្លាប់ជាង 1500 នាក់និងរបួសជាង 20000 នាក់សហរដ្ឋអាមេរិកស្លាប់ជាង 10 នាក់និងរបួសជាង 300 នាក់រីឯប្រទេសអ៊ីស្រាអែលស្លាប់ជាង 20 នាក់និងរបួសជាង 6000 នាក់បាទដើមរាំងមានសេចក្តីរាយការណ៍តែត្រឹមប៉ុណ្ណេះសិនបាទសូមអរគុណ